មេឃត្រជាក់រលឹមស្រេចៗនឹកឃើញចង់ញ៉ាំស្លមួយដែលក្តៅៗហុតទៅបែកញើសអញ្ចឹងណាបងប្អូនចាដាក់ម្រេចអញ្ចឹងមកដាក់ម្រេចឲ្យរៀងហឹរៗអញ្ចឹងមកជាមួយនឹងស្ងោរស្លនេះគឺឆ្ងាញ់ហ្មងហើយស្លនេះស្ងោរនេះអត់មានអីធំដុំទេបងប្អូនចាគឺស្ងោរស្ពៃធម្មតានឹងឯងចាជាមួយនឹងប្រហិតណាប្រហិតសាច់គោចាមានប៉ុណ្ណាគឺធ្វើប៉ុណ្ណឹងទៅច្នៃទៅចាឥឡូវហ្នឹងគឺដំបូងហ្នឹងខ្ញុំដាំទឹកឲ្យពុះទៅ ចាបន្ទាប់មកគឺដាក់គ្រឿងក្រៅដូចជានេះបាកាហើយនឹងយូហឺចូលណាបងប្អូនចាហើយពីមុខហ្នឹងគឺនេះខ្ញុំត្រាំឲ្យរៀងរីបន្តិចទៅហើយលាងពីប៊ិចទឹកឲ្យស្អាតដីស្អាតអីអញ្ចឹងណាបងប្អូនចាបាកាយូហឺហ្នឹងភាគច្រើនគឺមានដីមានអីអញ្ចឹងត្រូវលាងឲ្យស្អាតអញ្ចឹងយើងញ៉ាំទៅវាស្និទ្ធបន្ទាប់មកទៀតហ្នឹងគឺនេះខ្ញុំដាក់ស៊ុបដុំស៊ុបចាដុំស៊ុបម៉ាជីណានៅខាងបារាំងនេះគឺនេះខ្ញុំចូលចិត្តប្រើបែបនេះឯងចាដាក់ពីរដុំទៅ រួចហើយក៏មិនភ្លេចពីការដាក់ប៊ីចេងស្ករហើយនិងអំបិលចាហើយភ្លក់ទៅតាមចំណូលចិត្តណាបងប្អូនចាប៉ុន្តែកុំឲ្យប្រៃពេកអីព្រោះថាយីហឺហើយនឹងផ្កាហ្នឹងគឺចេញជាតិមករៀងប្រៃខ្លះដែរបងប្អូនចាហើយនឹងមានដុំស៊ុបទៀតចាអញ្ចឹងកុំអាលលូបអំបិលណាបងប្អូនចាភ្លក់មើលទៅតាមចំណូលចិត្តរៀងល្មមហើយក៏ចាប់ផ្ដើមរំងាស់យូហឺហើយនឹងផ្កានឹងឲ្យឡើងឆ្អិនផុយអញ្ចឹងណាបងប្អូនក្រោយពីរំងាស់មួយសន្ទុះមកក៏ឃើញថាផ្កាហើយនឹងយូហឺគឺឆ្អិនហើយបងប្អូនចាបន្ទាប់មកទៀតគឺនាងខ្ញុំចាប់ផ្ដើមដាក់ប្រហិតសាច់គោចូលតែម្ដងចាប្រហិតនេះគឺនាងខ្ញុំកាត់ជាពីរប្រហិតនេះឆ្ងាញ់ណាស់បងប្អូនអើយឲ្យឡើងស្វិតចាហើយបើសិនជាបងប្អូនមានប្រហិតសាច់ត្រីឬមួយក៏ប្រហិតសាច់ជ្រូកអីគឺបានដូចគ្នាចាស្ងោរឆ្ងាញ់ដូចគ្នាឆ្ងាញ់មួយបែបម្នាក់ចានេះខ្ញុំរំងាស់ប្រហិតសាច់គោហ្នឹងមួយសន្ទុះទៅដើម្បីឲ្យចេញជាតិប្រហិតឆ្ងាញ់ណាបងប្អូនចាហើយឲ្យឆ្អិនផងដែរនេះខ្ញុំបន្ថែមទៅដោយទឹកត្រីបន្តិចឲ្យភ្លក់មើលទៅគឺថារសជាតិគឺសមចិត្តហើយចាគឺឆ្ងាញ់តែម្ដងមានជាតិហ្មងបងប្អូនចាបន្ទាប់មកគឺចុងក្រោយគឺនាងខ្ញុំចាប់ផ្ដើមដាក់ស្ពៃនេះនាងខ្ញុំហៅថាស្ពៃចង្កឹះណាបងប្អូនដាក់ចូលទៅកូរលាយឲ្យទ្រមបន្លែចាហើយចូលជាតិជាមួយនឹងសាច់ជាមួយនឹងទឹកហ្នឹងទៅតាមមកសន្ទុះមកពុះគឺថាឆ្អិនហើយបងប្អូនមិនបាច់ទុកយូរពេកទេកុំឲ្យរលួយ ស្ពៃក៏មិនសូវឆ្ងាញ់ដែរចាប៉ានេះគឺសមល្មមតែម្ដងជាតិណាស់បងប្អូនអើយហើយឲ្យឡើងឈ្ងុយចាក្តៅបែបនេះមកគឺថាហត់ចេញញើសស្រួលខ្លួនតែម្ដងចាហើយចុងបញ្ចប់ហ្នឹងគឺថែមម្រេចទេបងប្អូនចាស្ងោរគឺនេះខ្ញុំចូលចិត្តញ៉ាំជាមួយម្រេចបែបនេះចាហត់ទៅក្តៅនឹងឯងចាអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាចាជួបនាងខ្ញុំនៅคลิปក្រោយៗទៀតសុខសប្បាយទាំងអស់គ្នាហើយបើសិនជាបងប្អូនចូលចិត្តកុំភ្លេច like share និង subscribe Channel YouTube នាងខ្ញុំអ្នកមួយផងអរគុណច្រើនចា